បាទរំសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះជាថ្ងៃទី4 ខែ 6 ឆ្នាំ 2026 បាទនេះគឺជាឆ្នាំបេះដូងរីកខ្ញុំត្រូវផ្ញើជូនបងប្រុសទីតាំងតាក់ស៊ីហើយក៏តម្រូវឲ្យផ្ញើតាក់ស៊ីដល់សារបងប្អូនមានបញ្ហាជំងឺបេះដូងរីកនេះធ្ងន់ធ្ងរអញ្ចឹងផ្ញើតាមតាក់ស៊ីឆាប់បានហូបថ្ងៃនេះបាទអញ្ចឹងបងប្រុសគាត់នៅខាងខេត្តទេប៉ុន្តែមួយរយៈនេះត្រូវមកស្នាក់នៅខាងភ្នំពេញដើម្បីចិត្តពេទ្យណាបងប្អូនណាឆ្ងាយពេទ្យបានទេឥឡូវនេះគាត់តម្រូវឲ្យខ្ញុំផ្ញើទៅដើម្បីកូនគាត់បានហូបថ្ងៃនេះបាទអញ្ចឹងថ្ងៃនេះជាថ្ងៃទី4បងប្អូនបាទហើយចំនួន2 3ថ្ងៃក្រោយខ្ញុំនឹងតាក់ទងទៅគាត់ថាកូនគាត់បានធូរអំពីជំងឺនេះដែរឬអត់បាទហើយក៏បានធូរខ្ញុំនឹងធ្វើវីដេអូចែកជូនបងប្អូនទស្សនាសិទ្ធិរបស់យើងតែសិទ្ធិប៉ុន្តែខ្ញុំបានធូរខ្ញុំបានធ្វើវីដេអូទេហើយខ្ញុំនឹងមើលឲ្យបងប្រុសផ្ញើអាសិទ្ធិនេះមកឲ្យខ្ញុំវិញហើយខ្ញុំផ្ញើថវិកាជូនបងប្រុសបាទខ្ញុំកាត់តម្លៃតែមួយឆ្នាំទេអញ្ចឹងបងប្អូនចាំទស្សនានៅវីដេអូទាំងគ្នាថាកូនសិស្សប្រុសរបស់គាត់ធ្វើស្រាលអំពីជំងឺនេះដែរអត់បាទហើយក៏បងប្អូនដែលមានបញ្ហាជំងឺនេះបងប្អូនអាចតាក់ទងមកខ្ញុំបានបងប្អូនព្យាបាលមិនត្រូវបងប្អូនអស់តែមួយឆ្នាំនេះតម្លៃលុយណាបាទតម្លៃលុយអស់តែមួយឆ្នាំនេះទេសល់ប្រហែលជូនបងប្អូនវិញទាំងអស់ហ្នឹងហើយវីដេអូនេះក៏សូមជួយចែកជូនបងប្អូនដែរណាហើយដល់ខ្ញុំទៅសារអំពីអតីតជាតិក្តីក្នុងជាតិនេះក្តីដល់អំណាចនៃផ្កាយដែលជាសុខគ្រោះដែលជានិច្ចនៃថ្ងៃខែឆ្នាំព្រឹកបាទជាកូនរបស់បងប្រុសនោះសូមឲ្យជាពលឺឲ្យជាតេជះដល់ជាស្វាងដល់ប្រគ្រោះឯណាដែលកើតមានដល់ក្មួយប្រុសដោយតេជះនៃបុណ្យកុសលដែលខ្ញុំបានធ្វើសូមតកាយជាបាបប្រគ្រោះនោះសាបន្លាបឬក៏ចាត់កម្ចាយសូមកាយដែលជាសុខប្រព្រឹត្តដែលជាបុណ្យកុសលរបស់ខ្ញុំនេះសូមចូលជាពលឺអ្នកស្មីនៅក្នុងស្វាងនឹងកាយរបស់ខ្លួនព្រឹកដោយតេជះនៃបុណ្យកុសលរបស់ខ្ញុំកាលណាសូមទេវតាទាំងអស់ត្រេកអរអនុមោទនាហើយសូមយាមមកជួយដាស់ដោយអាសិទ្ធនេះជួយដល់សិទ្ធិសត្វសូមអាសិទ្ធនេះទៅជាអាសិទ្ធទឹកសម្រាប់ព្យាបាលជំងឺបេះដូងរបស់ខ្ញុំនេះហើយបានជាសះស្បើយចាប់ពីពិសានៅអាសិទ្ធនេះទៅកាលណាក៏សូមឲ្យរੂទាបៀតបៀនផងទាំងឡាយវិនិច្ឆ័យខ្យាយចាប់ពីថ្ងៃនេះតរៀងទៅអ្នកសិទ្ធិស្វាហាទស្សនានៅវីដេអូនេះណា